សួស្តីទៅដល់បងប្អូនជាទីរាប់អានពេលព្រឹកព្រលឹមនេះក៏មកចែករកបទពិសោធន៍ចំណុចកន្លែងណាល្អៗទៅដល់បងប្អូនយើងហើយក៏មកចេញមកនេះក៏មិនមកអួតអាងអីហើយក៏អត់មានអីត្រូវអួតអាងជាមួយនឹងបងប្អូនដែរគាត់ថាខ្ញុំនិយាយព្រឹកនេះក៏ពាក់ព័ន្ធគេថាយើងកុំស៊ីកន្លែងនៅរបស់ទំនើបដែលយើងអត់មានតម្រូវការចាំបាច់ហើយខ្ញុំនិយាយចឹងគឺប្រៀបធៀបថាគេអ្នកមានលុយហើយគេទិញរបស់របរមកលម្អផ្ទះគេហើយគេសល់លុយគេចាយលុយលេខអស់ហើយបាទឲ្យគាត់ប្រើប្រាស់ចោះគឺពិតជាមិនខុសទេហេតុអីគេប្រឹងប្រែងរកពីមុនមកគេតស៊ូពីមុនមកគឺហត់នឿយហើយដល់ពេលគេសោយសុខនឹងការលុយកាក់គេនឹងការសុបាយដែលគេមានលុយនឹងហើយហើយល្មិចអីដែលយើងកំពុងតែយើងបងប្អូនយើងប្រុងតែអត់នេះថាយើងរកព្រឹកខ្វះងាយរកងាយខ្វះព្រឹកការងារយើងក៏មិនថិតថេរថ្ងៃណាមានធ្វើក៏មានថ្ងៃណាអត់ក៏អត់ហើយយើងទៅប្រឹងធ្វើប្រឹងចាយទៅតាមគេចាប់ដើមយើងទៅទិញរបស់របរសម្ភារៈគេថានិយមនឹងគឺមកដាក់ផ្ទះយើងកំពុងតែយើងនឹងគឺមានផលលំបាកជីវភាពយើងហើយមិនទៅនេះឲ្យបងប្អូនជួកាសបងប្អូនខ្លះក៏ទៅស្ពាក់គេទៅផ្ដាក់គេដើម្បីយករបស់របរអស់ហ្នឹងយកមករំអផ្ទះដើម្បីឲ្យគេមើលមកថាផ្ទះយើងនឹងវាមានអ្វីគ្រប់យ៉ាងមិនចាញ់គេហើយក៏គេឲ្យគេគិតថាយើងមកសម្បើមបងប្អូនខ្លះគឺគិតអញ្ចឹងកំពុងតែយើងនឹងប្រងខ្វះខាតថវិកាហើយដល់អញ្ចឹងធ្វើឲ្យជីវភាពយើងនឹងមិនអាចប្រែប្រួលធ្វើឲ្យយើងជីវភាពយើងនឹងកាន់តែពិបាកទៅហើយខ្ញុំលើកបញ្ហានេះគឺយើងនិយាយពាក់ព័ន្ធដូចជាមិនតម្រូវការចាំបាច់ដូចជាទូទឹកកកសិនបោកក្អៅសិនតិចឬក៏របស់គ្រឿងសង្ហារឹមផ្សេងតុកទូណាដែលយើងនិយាយភាពជាក់ស្ដែងដែលយើងអត់មានតម្រូវការសោះបងប្អូនទិញយកមកដាក់លំញុកផ្ទះបាទហើយកំពុងដែលយើងអត់នេះតែយើងជួកាសបងប្អូនទៅដាក់ទៅប្រូគេមិនទៅស្រួលទេបងប្អូនប្រឹងរកប្រឹងសំមកដើម្បីទៅគេថានៅរបស់អស់ហ្នឹងតើវាមានការរីកចម្រើនដល់គ្រួសារយើងអត់ដល់អញ្ចឹងអត់រីកចម្រើនទេអញ្ចឹងបានខ្ញុំចូលរួមយកបទពិសោធន៍កន្លែងណាចំណុចណាល្អមកចែកបងប្អូនហើយទៅមានដើមទុនណាយកមកបង្កើតមុខរបរឬក៏ទៅរកស៊ីអ្វីមួយគឺយើងអត់មានទេផលលំបាកយើងជីវភាពយើងអត់ប្រែប្រួលទេហើយដូចជាស្ដាយដូចខ្ញុំអញ្ចឹងគ្រួសារខ្ញុំអញ្ចឹងរាល់ថ្ងៃនេះគិតពីផ្ទះមានតែស្បកផ្ទះទេបងប្អូនអត់មានអីទេគឺអត់មានរបស់របរណាដែលលម្អផ្ទះឲ្យវាលុយថ្លៃអីអត់មានទេគឺការចំណាយទាំងអស់គឺអត់អន់ណាបងប្អូនបាទគ្រួសារខ្ញុំចាយអត់អន់ណាប្រយ័ត្នប្រយែងណាហេតុអីវាមានគុណសម្បត្តិគុណវិបត្តិក្នុងនោះបើយើងគិតត្រូវយើងធ្វើត្រូវវាមិនអីទេតែបងប្អូនគិតខុសគឺយើងគេថាផលលំបាកមួយខែទៅមួយខែមួយថ្ងៃទៅមួយថ្ងៃមួយឆ្នាំទៅមួយឆ្នាំយើងនៅតែជីវភាពយើងនៅតែពិបាកហ្នឹងទៀនតែអត់រមួយខែអត់រតែមួយអាទិត្យបងប្អូនអត់មានលុយចាយទៀនតែឈឺទៅទៀតបងប្អូនចាប់ដីលក់ដីលក់ធ្លីចាំបានខ្ញុំចែកម្លែកទៅដល់បងប្អូនហេតុអីខ្ញុំក្បួនអស់នេះខ្ញុំដើរផ្លូវណាដែលល្អគឺមានភាពរីកចម្រើនខ្ញុំមកផ្សព្វផ្សាយទៅដល់បងប្អូនហើយដូចជាអញ្ចឹងបងប្អូនបាទដូចជាគ្រួសារខ្ញុំទៅបាទដូចជាខ្ញុំអញ្ចឹងចាំជ្រូកអញ្ចឹងលក់មកកាន់លុយគ្រួសារខ្ញុំកាន់លុយទាំងពាន់ទាំងលានលក់សាមសាអត់ដែរជ្រើបជួលអត់ដែរស្បែកចិត្តត្រេកអរនឹងការយកមកជួសអឡោះគេថាទិញរបស់សម្ភារៈយំស៊ីបន្លែនោះទេអត់ដែរគិតទេគឺគិតតែមួយមុខទេ